ប្រទេសកម្ពុជារបស់យើងគឺជាប្រទេសដែលគោរពច្បាប់រដ្ឋធម្មនុញ្ញជាគោលហើយគឺជាប្រទេសដែលមានរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកបាទដូច្នេះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំគឺមានសិទ្ធិស្មើគ្នាហើយប៉ុន្មានថ្ងៃនេះខ្ញុំបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់គាត់បានអញ្ជើញទៅពិនិត្យឈ្មោះក៏ដូចជាទៅចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើនកកកបាទនេះហើយគឺជាការចេះប្រើប្រាស់សិទ្ធិនិងការស្រឡាញ់ជាតិមាតុភូមិក៏ដូចជាការចង់បាននៅការអភិវឌ្ឍស្ថិតនៅក្នុងសន្តិភាពរបស់កម្ពុជាបាទខ្ញុំមានចំណាប់អារម្មណ៍មួយគឺខ្ញុំគាំទ្រដល់ចំណាត់ការដ៏ល្អរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបដែលលោកបានរៀបចំធ្វើបច្ចុប្បន្នភាពចំពោះបញ្ជីឈ្មោះអ្នកចូលរួមការបោះឆ្នោតនេះឲ្យបានច្បាស់នេះគឺជាការបង្ហាញក៏ដូចជាការផ្ដល់នៅតម្លាភាពដ៏ល្អដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមការបោះឆ្នោតបាទអញ្ចឹងខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងលោកតាលោកយាយអ៊ំពូមីងកម្មការនីយុវជនយុវនារីទាំងអស់សូមអញ្ជើញទៅពិនិត្យឈ្មោះក៏ដូចជាទៅចុះឈ្មោះបោះឆ្នោតឬមួយក៏បងប្អូនអាចផ្លាស់ប្ដូរការិយាល័យទៅតាមកន្លែងដែលបងប្អូនចង់ផ្លាស់ប្ដូរបាទហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំបានទៅផ្លាស់ប្ដូរការិយាល័យរួចហើយនៅទីនោះខ្ញុំឃើញថាមានមន្ត្រីជំនាញទាំងក្រុមប្រឹក្សាឃុំសង្កាត់និងមន្ត្រីកោជបព្រមទាំងរដ្ឋបាលប៉ូលីសរដ្ឋបាលក៏លោកនៅជួយសហការផ្ដល់ការសម្របសម្រួលឲ្យមានភាពងាយស្រួលនិងលឿនដល់បងប្អូនផងដែរអញ្ចឹងកុំព្រួយបារម្ភថាមានភាពសាំញ៉ាំឬមួយក៏យឺតយ៉ាវអត់ទេបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់អញ្ជើញទៅពិនិត្យឈ្មោះក៏ដូចជាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាបើស្រឡាញ់ជាតិមាតុភូមិស្រឡាញ់ទឹកដីស្រឡាញ់មេដឹកនាំដែលខ្លួនស្រឡាញ់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា